Viên nó tí nè. Viên nó tí nè. Tí nè đặc viên một lúc nào. អានេះគឺជាដំណើរកំសាន្តដំបូងគេហើយរបស់ពួកយើងនៅក្នុងឆ្នាំ2026ថ្ងៃនេះយើងបានទៅគិរីរម្យជាមួយនឹងគ្នា6នាក់ហើយដំបូងឡើងយើងអត់មាន plan ទៅថតវីដេអូទេប៉ុន្តែដោយសារតែជីមកគិតពីនេះទៅថតទៅប៉ុន្តែពេលហ្នឹងដល់ស្ពឺអង្គុយចាំគ្នាអង្គុយនៅផឹកកាហ្វេនៅហាងកាហ្វេមួយកន្លែងហ្នឹងក៏នៅឃើញជាថតលេងទៅបន្ទាប់ពីកាហ្វេហើយយើងក៏ចេញដំណើរតមកទៀត អ្នកដែលជិះកាត់ផ្លូវហ្នឹងមកពីរំគឺស្គាល់ហើយផ្លូវហ្នឹងគឺផ្លូវជាលេខ4ហើយយើងជិះពីពេញមកប្រហែលជា2ម៉ោងខ្ញុំអត់មាន GoPro ឬក៏កាមេរ៉ាទុយទេខ្ញុំថតនៅ Sony ហ្មងបើសិនបើវាញ័រអីពួកអីខ្ញុំអត់មានជើងថតអត់មានដាក់ GoPro អីទេគឺថតដៃតែម្ដង ពីពេញទៅគិរីរម្យប្រហែលជា2ម៉ោងចឹងវាមិនឆ្ងាយមែនទេអ្នកដែលធ្លាប់ទៅគឺដឹងហើយផ្លូវនឹងយើងជិះនិយាយគ្នាលេងផ្លែទៅដល់ហើយមុនពេលឡើងយើងក៏ទិញយវ័តនៃថែមតិចតួចព្រោះអីថ្ងៃហ្នឹងយើងបានធ្វើម្ហូបពីទេហើយប៉ុន្តែវាអត់គ្រប់ទេចឹងមានតែទិញថែមតិចតួចដើម្បីប្រគ្រប់យើងក៏ឡើងទៅពេលឡើងទៅដល់គឺមានអីទេក្រៅពីរៀបចំកន្លែងគេងបោះតង់និងធ្វើម្ហូបញ៉ាំ ចំពោះខ្ញុំគឺខ្ញុំបានជួយធ្វើគេទេព្រោះអីមិត្តភក្តិខ្ញុំចិត្តតែល្អមនុស្សល្អមកពួកហ្នឹងគឺវាអ្នកធ្វើទាំងអស់បន្ទាប់ពីធ្វើម្ហូបញ៉ាំមិនឬហើយក៏ខ្លែមេតិចតួចចឹងណាបន្ទាប់មកទៀតគេក៏ទៅមុជទឹកហើយខ្ញុំអត់បានមុជទឹកទេមួយយប់ហ្នឹងគឺអត់ដេកអត់មុជទឹកតែម្ដងបាទនិយាយពីអាកាសធាតុទោះបីជាខែហ្នឹងខែក្តៅវារៀងឆេះមែនឆេះប្រៃឆែកចឹងប៉ុន្តែសម្រាប់ខ្ញុំនៅតែចូលចិត្តគិរីរម្យខ្ញុំទៅ camping អត់ក្រោម 5-6 ដងទេប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាខ្លាំងនិងមានអារម្មណ៍ថាពិសេសពេលប្រហែលខ្ញុំចូលចិត្តខ្លាំងមែនទេ កូនញ៉ាំនំប៉័ងទេនំប៉័ងនេះឆ្ងាញ់បាទឈ្មោះថានំប៉័ង7មករាញ៉ាំអត់វាទៅក៏វាលីបងអញ្ចឹងទៅវាលីទៅមិនចាំតែមិនចាំហ៎បងទៅនេះចាំទៅនេះចេញទេនៅពេលអាស័យទៅពីអារ៉ូអីលម៉ារ៉ូហ្នឹងមិនទេវាបាក់ទេនេះលក្ខណៈហ្នឹងដៅណាប៉ុណ្ណឹងនេះព្រោះវាបាំងសាច់ហើយវាក្តៅតែបាំងសាច់ចេញមកដាក់ដៃអាច2 3វីដេអូសោះ em bắt thọ tấn cho nên đây mới tự chạy quay nó đấy tôi chỉ đặt làm phải đào thọ cái yên này anh thọ đấy đã nhảy mới buôn này làm thọ đấy nó quá vậy mới bảo chưa mà fan bây giờ mới cái fan chào bạn
ពេលផឹកឡើងបន្ទាប់ពីមុននឹងមកផ្ទះយើងក៏ទៅឡើងកន្លែងគេលេងវគ្គបុណ្យធម្មកន្លែងនៅលើគេហ្នឹងយើងក៏ដើរលេងអីទីទួចមើលគេមើលឯងបន្ទាប់ពីដាក់វីដេអូ lúc mình la đang còn lên tiền mới biết លេងហើយក៏សេរីជីចុះមកវិញមកមើលទិដ្ឋភាពហើយមុនពេលមកវិញក៏បានចូល support កាហ្វេដូងដែលកាហ្វេសម្រាមដែលគ្នាថាកាហ្វេសម្រាមហ្នឹងគឺម្នាក់មួយកែវទៅបន្ទាប់ពីមុនពេលមកផ្ទះបាទហើយ vlog របស់យើងមានតែប៉ុណ្្នឹងឯងគឺខ្លីៗសប្បាយប្រសិនបើបងប្អូនចូលចិត្តខ្ញុំនឹងធ្វើវីដេអូ trip ក្រោយៗទៀតខ្ញុំនឹងធ្វើវីដេអូឲ្យគ្នាយើងមើលកុំភ្លេចចុច like ហើយ subscribe និង share ផងអរគុណ ជាចុងក្រោយសូមអរគុណទៅដល់បងប្អូនដែលបានមើលវីដេអូនេះដល់ចប់ទាំងតែ quality នឹងគិតថាវាមិនសូវល្អមែនទេព្រោះខ្ញុំមាន plan ទៅថតទៀតហើយសង្ឃឹមថាលើកក្រោយខ្ញុំនឹងព្យាយាមថតឲ្យបានល្អជាងនេះបាទអរគុណជំរាបលា